រីករាយជាមួយនឹងសង្ក្រាន្តសមាគមសិល្បករខ្មែរនៅហ្នឹងគឺគេរៀបចំដូចជាស្តង់មានតកកឈូសមាននំខ្មែរមានអីច្រើនមែនតើគឺថាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនតើដែលកម្មវិធីសង្ក្រាន្តមួយនេះរៀបចំឡើងដោយសមាគមសិល្បករខ្មែរក្រោមការដឹកនាំរបស់លោកជំទាវអុកញ៉ាម៉ៅចំណានចូលទៅដល់កម្មវិធីភ្លាមអ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងជាងគេហ្នឹងគឺស្តង់អាហារតែម្ដងគឺថាមានតកកឈូសមាននំគ្រក់មាននំខ្មែរនំបត់នំកងនំសមហើយមាននំបញ្ចុកដែលជាអាហារអត្តសញ្ញាណរបស់ខ្មែរយើងត្រីទៅចូលរួមកម្មវិធីណាក៏ដោយគឺកម្ររំខ្លាំងប៉ុន្តែទៅដល់កម្មវិធីនេះគឺត្រីចូលរួមអភិវឌ្ឍដែរបន្ទាប់ពីរំហើយបានបន្តិចហ្នឹងគឺយើងដើរទៅចាប់អាហារញ៉ាំណាដោយសារតែឃើញនឹងព្រោះគេតំណងខ្លាំងប៉ុន្តែមកបងប្អូនហើយឡើងឈ្ងុយតែម្ដងក៏យក5យកមកញ៉ាំ5ហ្នឹងមិនញ៉ាំតែឯងទេញ៉ាំជាមួយនឹងកញ្ញាធីរាបន្ទាប់ពីញ៉ាំនំគ្រូហើយក៏ឃើញតកកឈូសនឹងតំណងពេកនឹកឃើញដល់កុមារភាពក៏ទៅយកតកកឈូសញ៉ាំមួយកែវដែរនៅពេលដែលអាកាសធាតុក្តៅខែចែកចេះហាបានតកកឈូសមួយកែវញ៉ាំនិយាយពីថាមានក្តីសោកខ្លាំងមែនតើមកបងប្អូនហើយបូករួមជាមួយនឹងតកកឈូសនេះមានរសជាតិឆ្ងាញ់ឈ្ងុយមែនតើគឺដងទឹកស្ករហ្នឹងគឺថាជាសាហាវញ៉ាំរួចហ្នឹងក៏ឈាទៅចូលរាប់បានពីវិបត្តិទៀតគឺថាមានភាពសប្បាយរីករាយខ្លាំងមែនតើតែរៀងអៀនដែរទៅនឹងបានជួបជាមួយនឹងបងណប់ដានជាមួយបងសុផល Taylor ទេជាមួយនឹងសិល្បករជាច្រើនសប្បាយ